បាទក្រោកខ្ញុំរៀបសួរបងទាំងអស់គ្នាថ្ងៃហ្នឹងគឺខ្ញុំមាន app ខ្មែរថ្មីគឺ app ហ្នឹងមិនមែនថ្មីទេបងគឺវាចេញយូរហើយតែវាអាចរកចំណូលបានមួយថ្ងៃមួយខែត100ឬក៏200អញ្ចឹងគឺមានដល់ច្រើនលក្ខណៈថាពី300 400 500អញ្ចឹងបងហ្នឹងហើយរបៀបបង្កើត app ទីដំបូងឡើងយើងចូលក្នុង Play Store មកយើងវាយពាក្យថា Bicon និយាយទៅសម្រាប់ដែលគាត់អ្នកថ្មីដែលអត់ទាន់មានជាមួយ Bicon បងអាចវាយ load ក្នុង App Store ឬក៏ Play Store បានណាសម្រាប់ខ្ញុំ download ហើយគឺខ្ញុំចូលតែម្ដងហ្នឹងហើយសម្រាប់ដែលអ្នកមកថ្មីគឺខ្ញុំធ្លាប់បង្កើតជាមួយ app ហ្នឹងម្ដងអញ្ចឹងគឺសម្រាប់អ្នកដែលមកថ្មីគាត់វាយថា new account នេះមកអញ្ចឹងខាងលើហ្នឹងគឺយើងវាយលេខកូដណែនាំអញ្ចឹងលេខកូដណែនាំយើងយកឡើយណាអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅចូលក្នុងក្រុម Telegram មែនអញ្ចឹងយើងចូលក្នុងក្រុម Telegram មកនេះអញ្ចឹងលេខកូដណែនាំគឺវានៅកន្លែងនេះបងវានៅកន្លែងនេះអញ្ចឹងគឺនេះគឺលេខកូដណែនាំថ្ងៃទី17អញ្ចឹងអ្នកទាំងអស់គ្នាកត់មក3583អញ្ចឹងយើងដាក់មក3583តមក02តមកយើងចុចថាដក clear 905អញ្ចឹងយើងដាក់905មក905បាទសម្រាប់តែអ្នកទាំងអស់គ្នាខាងក្រោមយើងអាចដាក់លេខទូរស័ព្ទយើងបានឥឡូវខ្ញុំដាក់លេខទូរស័ព្ទខ្ញុំ0អូច្រឡំអធិស្ឋានផងបងហ្នឹងហើយ096អ្នកទាំងអស់គ្នាដាក់លេខទូរស័ព្ទអ្នកទាំងអស់គ្នាមកសម្រាប់ខ្ញុំដាក់លេខទូរស័ព្ទរបស់ខ្ញុំជាស្រ័យបងបាទសម្រាប់ឥឡូវខ្ញុំចូលដល់ក្នុង account ហ្នឹងហើយសម្រាប់ដែលគាត់ដែលបង្កើតជាមួយគ្រប់លក្ខខណ្ឌក្រុមហ៊ុនយើងចូលត្រេ3មកដើម្បីយើងចូលបំពេញគ្រប់លក្ខខណ្ឌបន្ទាប់មកយើងចូលថាពាក្យ setting ហ្នឹងអ្នកទាំងអស់គ្នាមានតម្រងចឹងមែនហ្នឹងសម្រាប់មកយើងកន្លែងនេះយើងអាចដាក់ឈ្មោះយើងបានបាទឥឡូវខ្ញុំដាក់ឈ្មោះខ្ញុំទៅបន្ទាប់មកកន្លែងនេះយើងអាចដាក់រូបបានយើងចូលក្នុងរូបរបស់យើងមកបាទឥឡូវខ្ញុំយករូបនេះបដ ாய் ទៅអត់ទេញ៉ាំយករូបហ្នឹងទេអធិស្ឋានបងឥឡូវថាខ្ញុំយករូបនេះអញ្ចឹងខ្ញុំដាក់រូបហ្នឹងទៅបាទបន្ទាប់កន្លែងនេះយើងអាចដាក់ Gmail បានបើបងមាន Gmail បងអាចបាច់ដាក់ក៏បានដែរសម្រាប់កន្លែងកូនសោនេះយើងអាចដាក់លេខកូដ6ខ្ទង់ដែលយើងចាំដាក់ដូចគ្នាមកបន្ទាប់មកយើងចុច save មកហើយសម្រាប់លេខកូដ4ខ្ទង់នេះសម្រាប់កន្លែង4ខ្ទង់នេះយើងបំពេញមកលេខកូដ4ខ្ទង់ដែលអ្នកទាំងអស់គ្នាចាំបាទគឺរួចរាល់ហើយបាទសម្រាប់ខាងក្រោមនេះយើងយកមកភេទប្រុសឬក៏ភេទស្រីចឹងណាបាទទី slow តិចបាទសម្រាប់ខ្ញុំគឺប្រុសខ្ញុំយកប្រុសហ្នឹងឥឡូវយើងយកខាងលើហ្នឹងមកហើយតមកគ្រីសមកបាទសម្រាប់ខាងក្រោមនេះយកសញ្ញា yes តែម្ដងទៅ
យកចេះអូខេបាទសម្រាប់យើងបង្ហោះវីដេអូបានថ្ងៃអ្នកទាំងអស់គ្នា copy ពី YouTube មក ឥឡូវខ្ញុំថា copy គ្រឿងកំ pl អធិស្ឋានផងបងហ្នឹងហើយយើង copy មកអញ្ចឹងយើងចូលទៅក្នុង app យើងចុចសញ្ញាសញ្ញាបូកបន្ទាប់មកអ្នកទាំងអស់គ្នាចូល like YouTube មកយើងផាសលើនឹងឲ្យយូរទៅហើយបន្តមកយើងចុច save បាទសម្រាប់ដែលសញ្ញាដុល្លារពណ៌សហ្នឹងយើងចុចឲ្យឡើងពណ៌លឿងទៅហ្នឹងហើយបន្ទាប់មកយើងចុច save មកបាទវារៀងយូរយើងចុចអាចចុចខាងក្រោមនេះបាននេះកន្លែងសញ្ញាព្រួញហ្នឹងបាទអធិស្ឋានបងពីអ៊ីនធឺណិតវា slow តិចបាទបន្តមកយើងចូលក្នុង profile របស់យើងបន្តមកចូល profile មកអធិស្ឋានបងអើយអ៊ីនធឺណិត slow ពេកបាទឥឡូវយើងឃើញវីដេអូហ្នឹងហើយឥឡូវយើងចុចលើវីដេអូហ្នឹងមកដើម្បីមើលអញ្ចឹងដល់ពេលរកវាលោតសញ្ញាកម្មអ្នកទាំងអស់គ្នាបាច់ធ្វើអីទេណាវាចាំមួយសន្ទុះឡើងវាលោតសញ្ញាខ្វែងអញ្ចឹងអ្នកទាំងអស់គ្នាឃើញសញ្ញាខ្វែងយើងអាចចុចសញ្ញាខ្វែងបានបាទជាមួយ app ហ្នឹងគឺយើងគ្រាន់តែមើលវីដេអូក៏បានលុយដែរណាគឺស្រួលមែនតើបាទសូមអរគុណ